សារជូនដំណឹងអំពីគ្រោះមហន្តរាយនិងសុវត្ថិភាពរដ្ឋាភិបាលកូរ៉េផ្ញើសារទៅកាន់ប្រជាពលរដ្ឋទាំងអស់នៅពេលមានគ្រោះមហន្តរាយកើតឡើងនៅរដូវផ្ការីកពួកគេជូនដំណឹងជាមុនអំពីធូលីល្អិតហើយនៅរដូវក្តៅជូនដំណឹងអំពីកម្ដៅខ្លាំងនិងភ្លៀងធ្លាក់ខ្លាំងនៅរដូវរងាពួកគេជូនដំណឹងអំពីការព្រមានពីលោកធាតុអាកាសត្រជាក់ខ្លាំងព្រិលធ្លាក់ខ្លាំងនិងភាពស្ងួតហួតហែងតើអ្នកទាំងអស់គ្នាធ្លាប់បានទទួលសារបែបនេះនៅលើទូរស័ព្ទដៃដែរឬទេចាប់ពីពេលនេះទៅសូមពិនិត្យមើលសារអំពីអាកាសធាតុគ្រោះមហន្តរាយនិងសុវត្ថិភាពឲ្យបានច្បាស់លាស់재난 안전 안내 문자 한국 정부는 재난 시에 모든 국민에게 문자를 보냅니다. 봄에는 미세먼지, 여름에는 폭염과 호우를 미리 알려줍니다. 겨울에는 한파, 폭설, 건조주의보를 알립니다. 여러분도 휴대전화에서 이런 문자 메시지를 받았습니까? 앞으로 날씨와 재난, 안전 문자를 잘 확인하세요.